តើយើងគួរធ្វើយ៉ាងណាបើយើងឃើញឧបទ្ទវហេតុឬមានគ្រោះថ្នាក់ជំនួយសង្គ្រោះពេលហូរឈាមលាងជម្រះភាពខ្វក់ឬធូលីចេញពីកន្លែងរបួសដោយទឹកស្អាតឬទឹកអំបិលហើយចុចវាដោយកន្សែងឬក្រណាត់ដើម្បីបញ្ឈប់ការហូរឈាមបិទមុខរបួសដោយបង់រុំឬមារៈបង់រុំដើម្បីការពារការឆ្លងបាក់តេរីនិងលើកតំបន់របួសខ្ពស់ជាងបេះដូងជំនួយសង្គ្រោះពេលពោះខាំនៅពេលពោះចឹកកន្លែងរបួសគួរតែត្រូវបានតម្រង់ទៅខាងក្រោមបេះដូងគឺដើម្បីការពារកុំឲ្យពិសរាដាជាជាងបញ្ឈប់ការហូរឈាមការជញ្ជក់ថ្នាំពីស្តាមមាត់របស់អ្នកហើយស្ដោះវាចេញឬព្យាយាមដកពីចេញដោយប្រើឧបករណ៍ដូចជាពែងមិនគួរធ្វើឡើយព្រោះវាមានហានិភ័យនៃការឆ្លងមេរោគបន្ទាប់បន្សំចំពោះអ្នកព្យាបាលប្រសិនបើអ្នកចង់មុខរបួសតឹងពេកវាមានហានិភ័យនៃការរលាកនៃមុខរបួសដូច្នេះចូរចងបង់រុំសម្ពាធឬក្រណាត់ស្រាលពី5ទៅ10សង់ទីម៉ែត្រពីលើកន្លែងដែលបានខាំការខូចខាតសាច់ដុំនិងឆ្អឹងរបួសសាច់ដុំនិងឆ្អឹងដែលកើតឡើងញឹកញាប់ពួកវាត្រូវបានចាត់ថ្នាក់យ៉ាងទូលំទូលាយទៅជាស្នាមជាមដាច់សរសៃចងខូចទ្រង់ទ្រីឆ្អឹងនិងបាក់ឆ្អឹងអ្វីដែលសំខាន់បំផុតនៅក្នុងជំនួយដំបូងនៃប្រព័ន្ធសាច់ដុំគឺដើម្បីការពារការបេះទង្គិចបន្ថែមទៀតជាដំបូងការពារកន្លែងរបួសកុំឲ្យធ្វើចោលអ្នកហើយឲ្យអ្នកជំងឺសម្រាកឲ្យស្រួលបន្ទាប់មកដាក់សម្ពាធនិងជួសជុលកន្លែងរបួសដោយម្ជុលឬបង់រុំវាមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឈឺចាប់និងការពារការខូចទ្រង់ទ្រីនៃកន្លែងរបួសបន្ទាប់ពីជួយសង្គ្រោះហើយដាក់កន្លែងរងរបួសនៅលើខ្នើយឬពុកមិនមានអាចកំបាំងពិសេសក្នុងការការពារសុខភាពនិងសុវត្ថិភាពរបស់អ្នកទេអាចកំបាំងនៃសុវត្ថិភាពគឺត្រូវចងចាំជានិច្ចនៅគោលការណ៍សាមញ្ញដូច្នេះអ្នកណាក៏អាចធ្វើបានដែរបើគោរព